ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី2ដើម្បីលើកកម្ពស់ក្រមសីលធម៌និងវិជ្ជាជីវៈនិងគុណតម្លៃរបស់អ្នកសារព័ត៌មានពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី2ដើម្បីចែករំលែកបទពិសោធន៍ជូនទៅកាន់បងប្អូនសិក្ខាកាមដែលជាអ្នកសារព័ត៌មានឲ្យយល់ដឹងអំពីចំណេះដឹងនៃច្បាប់នៃរបបសារព័ត៌មាននៅក្នុងគោលបំណងដូចជាទី1គឺពង្រឹងការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានសន្តិភាពទី2លើកកម្ពស់ការអនុវត្តនិងការងារផ្សព្វផ្សាយសារព័ត៌មានបែបសន្តិភាពនៅក្នុងសង្គមទី3លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងគុណតម្លៃនៃភាសាសារព័ត៌មានទី4ការស្វែងយល់អំពីច្បាប់ពាក់ព័ន្ធទៅនឹងវិស័យព័ត៌មានការយល់អំពីមូលដ្ឋាននិងចលនាសម្ព័ន្ធត្រូវការសរសេរព័ត៌មានទី6ការពង្រឹងសមត្ថភាពនៃការធ្វើព័ត៌មានឲ្យបានខ្លាំងទី7ការយល់ដឹងអំពីការកាត់បន្ថយហិង្សាតាមរយៈសារព័ត៌មានដោយវត្តមានរបស់លោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានបើកកិច្ចសហការជាមួយទៅនឹងអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់កដតក្នុងនោះរួមមានទី1អ្នកគ្រូនាយិកាស្រីសុធីវីទី2លោកគ្រូលុនឧត្តមទី3អ្នកគ្រូខែមនិតសារាក្នុងនោះដែរលោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានធ្វើបទបង្ហាញចែករំលែកអំពីច្បាប់ស្តីអំពីរបបសារព័ត៌មានចំពោះ2ការទទួលខុសត្រូវនៃអ្នកសារព័ត៌មាននៅក្នុងមាត្រា7នៅចំណុចទី11ត្រូវចាត់ទុក4ចំណុចខាងក្រោមនេះគឺជាការរំលោភដ៏ធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទី1ការលួចចម្លងគំនិតឬក៏ស្នាដៃរបស់អ្នកដទៃមកដាក់ថាជារបស់ខ្លួនទី2បន្លំឲ្យគេយល់ខុសដោយការសរសេរបែបបញ្ឆិតបញ្ឈៀងដើម្បីឲ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌ទៅលើបុគ្គលណាម្នាក់ឬក្រុមបកណាមួយទី3ការមូលបង្កាច់បរិហាគេនិងការជេរប្រមាថទី4ការទទួលសំណូកតាមបែបណាមួយឬការចម្រិតយកប្រាក់ដើម្បីជាថ្នូរទៅនឹងការចុះផ្សាយឬមិនចុះផ្សាយនៅព័ត៌មានណាមួយនិងចែករំលែកអ្វីទៅហៅថាជាវិជ្ជាជីវៈក្រមសីលធម៌ច្បាប់ស្តីពីរបបសារព័ត៌មានសន្តិភាពព័ត៌មានជាអ្វីទៅជាដំណឹងចង់បានព័ត៌មានត្រូវធ្វើដូចម្ដេចកិច្ចបន្ទាប់ចូលរួមចែករំលែកបទពិសោធន៍ជជែកវែកញែករវាងអ្នកសារព័ត៌មាននិងអ្នកសារព័ត៌មានអំពីបញ្ហាប្រឈមដោយលោកជុចវីដែលជាប្រធានសមាគមអភិវឌ្ឍយុវជនដើម្បីសង្គមនិងចចាំងវាងអង្គភាពនៃគេហទំព័រ MNT News ឡើងធ្វើបទបង្ហាញចែករំលែកអំពីការយល់ដឹងអំពីការកាត់បន្ថយហិង្សាតាមរយៈសារព័ត៌មាននិងចែករំលែកអំពីបញ្ហាប្រឈមនៅក្នុងការធ្វើព័ត៌មានអ្វីទៅជាព័ត៌មានសន្តិភាពអ្វីទៅជាព័ត៌មានបែបហិង្សាកិច្ចបន្ទាប់លោកស៊ិនខ្វាន់ឆាបានចូលរួមចំណែកនៅក្នុងការចែករំលែកអំពីបទពិសោធន៍នៅក្នុងការធ្វើព័ត៌មានអំពីបញ្ហាប្រឈមនៅក្នុងការធ្វើព័ត៌មានផ្សព្វផ្សាយចេញទៅមានទាំងផលវិជ្ជមាននិងផលអវិជ្ជមានតើតើនឹងការធ្វើព័ត៌មានរាយការណ៍ពិស្ដារព័ត៌មានសង្ខេបព័ត៌មានទាន់ហេតុការណ៍បន្ថែមពីលើនោះក៏មានការចូលរួមចែករំលែកដោយលោកម៉ាក់បន្លីដែលជាអគ្គលេខាធិការរងទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មាននៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងជាចាងវាងថ្ងៃ7មករាបានចូលរួមលើកឡើងអំពីចំណុចសំខាន់បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននិងចែករំលែកអំពីបទពិសោធន៍ក្នុងការធ្វើព័ត៌មានកន្លងមកក៏ដូចជារបៀបសរសេរព័ត៌មាន File W1H និងច្បាប់យកមកចែករំលែកទៅដល់សិក្ខាកាមចូលរួមសិក្សាវគ្គខ្លីរយៈពេល2ថ្ងៃពេញចំនួន75រូបនៅព្រឹកថ្ងៃសៅរ៍800ខែពិសាខឆ្នាំមមីអន្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី9និងថ្ងៃទី10ខែឧសភាឆ្នាំ2026នេះជាចុងបញ្ចប់វត្តមានរបស់លោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពក៏សូមគោរពអគុណទៅដល់អង្គការ ACT ក្រុមការងារដើម្បីដោះស្រាយទំនាស់ដែលបានផ្ដល់កិត្តិយសបើកកិច្ចសហការជាមួយទៅនឹងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពហៅកាត់ថាសសយសសដើម្បីចែករំលែកបទពិសោធន៍និងសារព័ត៌មានសន្តិភាពជូនទៅដល់សិក្ខាកាមឲ្យយល់ដឹងអំពីចំណេះដឹងនៃច្បាប់ស្តីពីរបបសារព័ត៌មាននិងសន្តិភាពនៃសារព័ត៌មានក្នុងនោះចំណុចសំខាន់មានដូចជាអ្វីទៅជាសារព័ត៌មានមានសន្តិភាពនិងហិង្សាស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានស្វែងយល់អំពីសញ្ញាណនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានសន្តិភាពនិងសារព័ត៌មានបែបហិង្សាពង្រឹងការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានសន្តិភាពលើកកម្ពស់ការអនុវត្តនិងការផ្សព្វផ្សាយព័ត៌មានបែបសន្តិភាពនៅក្នុងសង្គមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងគុណតម្លៃភាសាព័ត៌មានស្វែងយល់ច្បាប់ពាក់ព័ន្ធវិស័យសារព័ត៌មានការស្វែងយល់អំពីមូលដ្ឋាននិងចលនាសម្ព័ន្ធត្រូវការសរសេរព័ត៌មានស្វែងយល់ច្បាប់ពាក់ព័ន្ធទៅនឹងវិស័យព័ត៌មានស្វែងយល់អំពីមូលដ្ឋាននិងចលនាសម្ព័ន្ធត្រូវការសរសេរព័ត៌មានពង្រឹងសមត្ថភាពនៃការធ្វើព័ត៌មានឲ្យបានខ្លាំងការយល់ដឹងអំពីការកាត់បន្ថយអំពើហិង្សាតាមរយៈសារព័ត៌មានស្វែងយល់អំពីទំនាស់និងវិភាគទំនាស់ចុងម៉ោងបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលលោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពក៏បានមានការប្រកួតវិញ្ញាបនបត្រចែកជូនទៅដល់សិក្ខាកាមផងដែរដោយសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពក៏បានចូលរួមសហការដោយសមាជិកសមាគមនិងអង្គភាពសារព័ត៌មានដូចជាសមាគមមនុស្សធម៌គាំពារពលរដ្ឋកម្ពុជាអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍជនបទសមាគមអភិវឌ្ឍជនបទដើម្បីសង្គមសមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរមាក់សន្តិភាព
សមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ចនិងអប់រំអង្គភាពសារព័ត៌មានគេហទំព័រ ASEAN Daily សាលារៀនបណ្ដុះបណ្ដាលធនធានកុមារសាលារៀន Westcam អង្គភាពសារព័ត៌មានគេហទំព័រមនុស្សធម៌អង្គភាពសារព័ត៌មានកងមាស New អង្គភាពសារព័ត៌មាន N3 Plus New អង្គភាពសារព័ត៌មាន CNN TV News អង្គភាពសារព័ត៌មានថ្ងៃ7មករាអង្គភាពសារព័ត៌មានកំពុងសំណាញ់ប៉ុអង្គភាពសារព័ត៌មានពេញទឹក Media News អង្គភាពសារព័ត៌មានគេហទំព័រ CRTV News អង្គភាពសារព័ត៌មានគេហទំព័រ RCN TV Online អង្គភាពសារព័ត៌មានអភិវឌ្ឍកម្ពុជាអង្គភាពសារព័ត៌មាន MNSP News អង្គភាពសារព័ត៌មានបាក់សីត្រជាកម្មអង្គភាពសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្នអង្គភាពសារព័ត៌មានក្តាមក្រហម Hot News អង្គភាពសារព័ត៌មាន TNC អង្គភាពសារព័ត៌មានទូរទស្សន៍អនឡាញ PCN អង្គភាពសារព័ត៌មាន VTV Hot News អង្គភាពសារព័ត៌មានកម្ពុជាដេជោសន្តិភាពអង្គភាពសារព័ត៌មានគេហទំព័រ PCM Hot News អង្គភាពសារព័ត៌មានឆាបរហ័សក្នុងដៃរបស់អ្នកអង្គភាពសារព័ត៌មានមេសា News អង្គភាពសារព័ត៌មានកំពុងឆ្នាំងបោះតនហេតុការអង្គភាពសារព័ត៌មាន SSP Hot News អង្គភាពសារព័ត៌មានគេហទំព័រ Lumpali News អង្គភាពគេហទំព័រសារព័ត៌មានបណ្ណានសន្តិភាពអង្គភាពគេហទំព័រផល្លាសារព័ត៌មានអង្គភាពសារព័ត៌មានគេហទំព័ររដ្ឋាភិវឌ្ឍ News អង្គភាពសារព័ត៌មានគេហទំព័រ Prip Messenger TV អង្គភាពសារព័ត៌មាន CNT Hot News អង្គភាពសារព័ត៌មានគេហទំព័រព្រំសុជា Hot News អង្គភាពសារព័ត៌មានគេហទំព័រ PDA អង្គភាពសារព័ត៌មាន AK Sports អង្គភាពសារព័ត៌មាន CSK Hot News អង្គភាពសារព័ត៌មាន One TV Online អង្គភាពសារព័ត៌មានគេហទំព័រខ្មែរអេសាន TV Online អង្គភាពសារព័ត៌មាន NTC News អាជីវកម្ម Print រូបធ្វើស្លាកយីហោ PTK ចុងបញ្ចប់ខ្ញុំបានព្រមទាំងក្រុមការងារសហការីនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពក៏សូមអរគុណនិងសូមគោរពលាហាងផ្កាសិរីមង្គលនិងពិធីការមានទទួលរៀបចំដេគ័រផ្កាស្រស់និងផ្កាជួរដោយតម្លៃសមរម្យសម្រាប់ពិធីមង្គលការពិធីកាត់ចំណងដៃពិធីភ្ជាប់ពាក្យពិធីឡើងគេហដ្ឋានថ្មីឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ096 57 777 04 077 73 01 18